ហើយថយថប់ក្នុងជីវិតដល់ហើយនេះធ្វើស្រែចំការតាំងពីធំដឹងក្តីបោរហូតដល់អាយុប៉ុណ្្នឹងហើយមិនទាន់សល់លុយ1លាន2លានដុល្លារក្នុងដៃទៀតណែទេវតាឮខ្ញុំនិយាយទេឥឡូវខ្ញុំសុំកក់ហើយជាតិក្រោយសុំកើតជាកូនមហាសេដ្ឋីអេឡនម៉ាស់ហើយអត់កើតទេអេឡនម៉ាស់ឈប់យកកូនហើយមិនបានកើតកូនអេឡនម៉ាស់ក៏សុំត្រឹមកូនចែកម៉ាស្ទីលចប់អូស្ទីលចប់ស្លាប់បាត់ហើយត្រឹមកូនបាក់សាកាបឺក៏បានដែរអត់អីទេចាំសេរីអើយចែកអស់កូនច្រើនហើយកុំនិយាយបាត់ដៃខ្នងដៃអូខេប៉ណ្ណឹងបានហើយទេវតាមិនសូវចង់និយាយច្រើនទេព្រោះទេវតាឥឡូវចូល introvert ហើយជាតិក្រោយដឹងតែកាន់មកដេកលើលុយមកតាអើយតានៅផ្ទះទេស្ងាត់ឆឹងតាអត់នៅផងហ្នឹងមនុស្ស introvert មាន2ប្រភេទប្រភេទទី1ទោះជាមានលុយទោះជាអត់លុយក៏ស្ងប់ស្ងាត់ហើយប្រភេទទី2ស្ងប់ស្ងាត់តែពេលដាច់លុយដល់ពេលចឹងទៅពិបាកសម្គាល់ដែរបើគេប្រាប់យើងថា introvert មិនដឹងថា introvert ទី1ឬក៏ទី2ទេតាអើយតាណែពីនេះតាកាប់ដីនៅស្រែនោះអរគុណណាស់ហេរ៉ូមានការជួបតាបន្តិចវិញពីអ្នកនេះលុយច្រើនមែនថ្ងៃនេះណែឈប់សិននោះតានៅនោះតាអើយបងធ្វើអីនេះតាកំពុងកាប់អាចដីនឹងឲ្យរៀងតូចឲ្យស្មូតតិចហើយពួកឯងមករកតាមានកាយនេះមើលអីក្នុងដៃខ្ញុំនេះអសនេះស្អីគេក្នុងដៃនឹងនេះលុយទិញស្នេហាលុយទិញចិន្តាទិញសង្សារខ្ញុំហើយបានលុយពីណាមកច្រើនម៉េចក៏ប្រាប់ថាទៅលួចគេស្អីលុយកម្លាំងញើសឈាមពួកខ្ញុំតាហ្នឹងហើយតានេះគឺជាលុយរង្វាន់របស់ពួកខ្ញុំដែលខ្ញុំបានធ្វើប្រជាការពារភូមិនៅថ្ងៃចូលឆ្នាំមុននេះហើយលុយរបស់ពួកខ្ញុំនេះខ្ញុំឲ្យតាយើងមិនចង់បានលុយរបស់ពួកឯងទេទុកចាយទៅតាដាចាយតាដាចាយមិនបោះយើងទុកឲ្យខ្ញុំតាដាចាយដែរមានខុសអីចាយត្រូវចេះសរសឹកសរចៃបែបបានបដាចាយប៉ុណ្ណឹងទេបោះឲ្យលុយបោះយើងទុកឲ្យទាំងអស់គ្នាអូខេចឹងក៏ចឹងតាទៅរកហូបបាយម៉ែតអបអរសាទរខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យ